បាទជំរាបសួរបងប្អូនអឺមួយរយៈចុងក្រោយនេះចាប់តាំងពីយើងមានបញ្ហាចំនួនជាមួយថៃជាពិសេសភាពតានតឹងនៅតំបន់ជីដែនដូចជាមានការប៉ះពាល់មកដល់ផ្ទះសម្បែងពលរដ្ឋនៅខេត្តបន្ទាយមានជ័យនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទខ្ញុំបានឃើញមតិមួយដែលគាត់និយាយយើងស្ដាប់មកទៅហាក់ដូចជាមិនមានអីចម្លែកឬមួយក៏បានន័យថាដូចជាមានបំណងល្អក៏ប៉ុន្តែបើសិនជាយើងគិតឲ្យមែនទែនវាជាហានិភ័យមួយសម្រាប់ជាតិយើង ដែលគាត់បានលើកឡើងថាបងប្អូនដែលមានដីជាប់ព្រំដែនជាពិសេសគឺនៅតំបន់ចំនួនហ្នឹងបើអាចគួរតែលក់ហើយទៅរកនៅកន្លែងផ្សេងទៅចំពោះខ្ញុំគិតថាខ្ញុំមិនយល់ស្របមកកំណត់បែបហ្នឹងទេហើយអឺមែនតើខ្ញុំខ្លួនឯងហ្នឹងអឺក៏មិនមែនជាអ្នកស្រុកកំណើតជាប់ព្រំដែនដែរតែបើនិយាយពីខេត្តខ្ញុំដែលខ្ញុំរស់នៅហើយខ្ញុំជាប់ថៃដែរគាត់ថាខ្ញុំនៅពោធិ៍សាត់ប៉ុន្តែខ្ញុំអត់មានដីដែលនៅតំបន់ជាប់ជាមួយនឹងត្រាតទេហើយខ្ញុំយល់ថាអាការមានទស្សនៈមួយថាបែបលក់ដីទៅនឹងទៅហើយដើម្បីទៅរកនៅកន្លែងផ្សេងហើយដើម្បីជាជំរើសល្អខ្ញុំថាមិនទេពេលនេះម៉ោងនេះវាជាពេលវេលាកន្លែងស័កមួយដែលយើងរួមគ្នាជាមួយនឹងបរទេសក្នុងការទប់ស្កាត់ការឈ្លានពានហើយចំពោះបញ្ហាព្រំដែនខ្ញុំជឿថាប្រទេសណាដោយប្រទេសណាវាតែងតែមានកើតឡើងហើយអ្នកដែលដោះស្រាយនេះគឺរដ្ឋាភិបាលអឺយើងឃើញថាមួយរយៈចុងក្រោយនេះគឺនៅពេលដែលយើងមានបញ្ហាជាមួយថៃហើយជាពិសេសគឺតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះពលរដ្ឋដែលគាត់មានបញ្ហាជាពិសេសគឺគាត់មានផ្ទះសម្បែងដែលត្រូវបានថៃគេពាត់របងលុះយន់គឺគាត់នៅក្រៅនានាច្រើនមែនទែនត្រឡប់មកវិញអានេះគឺជាទី1គឺជាអ្វីដែលគាត់ត្រូវតែធ្វើទី2យើងខ្លួនឯងទាំងអស់គ្នាក៏ត្រូវតែរួមគ្នាក្នុងការទប់ទល់ពីការឈ្លានពាននេះដូចគ្នាមិនមែនយើងយកទស្សនៈមួយថាយើងលក់ដីទៅនឹងហើយយើងទៅនៅកន្លែងផ្សេងយើងបានសុខយើងអាចយកទស្សនៈនឹងបានទេព្រោះវាជាអធិបតេយ្យរបស់យើងបើមិនយើងចេញពីព្រំដែនអស់សំណួរសួរតើអ្នកណានៅជួយការពារយើងរំពឹងទៅលើកងទ័ពមួយយ៉ាងអត់គ្រប់គ្រាន់ទេបងប្អូនទី1ពួកគាត់ទោះបីយើងមានកងទ័ពច្រើនក្នុងការទប់ទល់ប៉ុន្តែការរស់នៅតាមបន្ទាត់ព្រំដែននេះវាក៏ជាបានន័យថាចំណុចល្អមួយដែរយើងមើលសម្បីតែនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹងកូរ៉េខាងជើងពលរដ្ឋក៏រស់នៅតាមបន្ទាត់ព្រំដែនច្រើនហើយរាល់ថ្ងៃតាមបន្ទាត់ព្រំដែនក៏មានផ្លូវល្អៗច្រើនដែរអញ្ចឹងបើសិនជាយើងជ្រើសគេចពីកន្លែងព្រំដែនតើយើងទុកឲ្យអ្នកណាជួយការពារដូចខ្ញុំបញ្ជាក់អញ្ចឹងមិនមែនថាបានន័យថាយើងមិនមានជំនឿលើកងទ័ពទេក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងថាយើងអាស្រ័យលើការកងទ័ពតែម្យ៉ាងវាមិនគ្រប់គ្រាន់ទេយើងមានតែរួមគ្នាក្នុងការទប់ទល់ហើយខ្ញុំជឿជាក់ថាប្រសិនបើរដ្ឋាភិបាលមានចន្ទៈក្នុងការដោះស្រាយត្រឹមត្រូវបញ្ហាចំនួនព្រំដែនជាមួយថៃនេះគឺយើងមានច្រកចេញដោយសារតែយើងមានសន្ធិសញ្ញាបារាំងសៀមហើយយើងមានផ្សេងដែលយើងអាចតតាំងជាមួយថៃបានទៅលើតុលាការទៅកាន់តុលាការអន្តរជាតិហើយមកទល់នឹងម៉ោងនេះយើងមិនទាន់ឃើញចំណាត់ការណាមួយច្បាស់លាស់ទោះបីជាឮថាខ្មែរយើងបាននឹងក្រុងប្តឹងទៅកាន់ ICJ ប៉ុន្តែមកទល់ពេលនេះក៏នៅតែដូចយើងស្ងប់ស្ងាត់ហើយអាសន្ធិសញ្ញាបារាំងសៀម1100ដូចជា1904និង1907ក៏ដូចអត់ទាន់ឃើញយកមកជជែកឲ្យបានវែងឆ្ងាយដែរត្រឡប់មកវិញបញ្ហាចំនួនខ្មែរជាមួយថៃនេះដើម្បីបញ្ចប់ចំនួនទាមទាររដ្ឋាភិបាលមានឆន្ទៈក្នុងការប្តឹងថៃទៅតុលាការ ICJ និងយកសន្ធិសញ្ញាបារាំងសៀមមកដោះស្រាយព្រោះយើងមានអីគ្រប់គ្រាន់ហើយវានៅឡើយតែយើងតើយើងប្រើឬអត់ប៉ុណ្្នឹងទេបាទហើយជាចុងក្រោយខ្ញុំគាត់តែគិតថាយល់ឃើញថាมันអាចយកទទួលគំនិតមួយថាលក់ដីព្រំដែនដែលជាប់ថៃហ្នឹងទៅរស់នៅកន្លែងផ្សេងហើយដើម្បីបានសុខវាមិនបានសុខទេបងប្អូនត្រូវចាំថាបើសិនបើគេឈ្លានពានយើងបានគេនឹងបន្តឈ្លានពានយើងរហូតដូច្នេះអ្វីដែលយើងអាចត្រូវប្រើយើងនឹងព្យាយាមប្រើឲ្យផលិតភាពទាំងនោះគឺយកច្បាប់មកប្រើយើងរាល់ថ្ងៃយើងមិនដឹងថាយើងនិយាយចឹងថាមិនទាន់ឃើញចំណាត់ការមួយច្បាស់លាស់ពីរដ្ឋាភិបាលថាតើប្តឹងថៃទៅ ICJ ឬមួយក៏យ៉ាងណាមិនទាន់ទេជាពិសេសសញ្ញាបារាំងសៀមមានឃើញគេជជែកដែរប៉ុន្តែមិនទាន់ឃើញយកមកប្រើជាយ៉ាងណាទេបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអាចបញ្ចេញមតិយោបល់បានបើសិនជាបងប្អូនយល់ឃើញបែបណាបាទអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ